ក្រោយថៃបើកការវាយប្រហារជាថ្មីមកលើទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនកម្ពុជាថៃចាប់តាំងពីថ្ងៃទី8ខែធ្នូម្សិលមិញបណ្ដាប្រទេសនានានិងសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិផងបានចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ខ្លឹមសាររួមនៃប្រតិកម្មរបស់ប្រទេសនិងសហគមន៍អន្តរជាតិទាំងនោះបានផ្ដោតទៅលើការអំពាវនាវឲ្យកម្ពុជាថៃបញ្ឈប់ការផ្ទុះអាវុធនិងវិលទៅរកដំណោះស្រាយសន្តិភាពដោយគោរពសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡំពួរនិងគោរពច្បាប់អន្តរជាតិជុំវិញបញ្ហានេះអ្នកតាមដាននយោបាយកម្ពុជាខ្លះហាក់អស់សង្ឃឹមនឹងអន្តរាគមន៍ពីសហគមន៍អន្តរជាតិនិងខ្លះទៀតនៅបន្តមើលឃើញច្រកចេញក្នុងការនាំយកសន្តិភាពត្រឡប់មកឲ្យប្រទេសទាំងពីរវិញលោកវ៉ាន់ចាន់ឡូតអ្នកជំនាញផ្នែកច្បាប់និងនយោបាយកម្ពុជាបានមើលឃើញថាសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានរងការគំរាមកំហែងនាដំណាក់កាលចុងក្រោយដោយលុបទាញភ្ជាប់ហេតុផលនេះទៅនឹងប្រទេសថៃដែលមានចរិតវាទីនិយមបើវាតម្លៃក្នុងរយៈកាលកន្លះទសវត្សរ៍ចុងក្រោយនេះបញ្ហាសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានរងការគំរាមកំហែងយ៉ាងខ្លាំងដោយក្នុងនោះយុទ្ធធម៌ពិភពលោកហាក់ត្រូវបានគេផាត់ចោលនៅគៀនជញ្ជាំងដោយឡែកបញ្ហានៃការឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជាទាំងកម្រោលនិងទាំងគ្មានហេតុផលច្បាស់លាស់នោះគឺស្ដែងឲ្យឃើញពីអសណ្ដាប់ធ្នាប់ពិភពលោកមួយដែលបានបង្កឱកាសឲ្យបណ្ដាប្រទេសដែលមានគំនិតវាទីនិយមឈ្លានពាននិយមធ្វើសកម្មភាពដើម្បីសម្រេចបង្កើតមហិច្ឆតារបស់ខ្លួនលោកបណ្ឌិតយ៉ងពៅអ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយខ្មែរមួយរូបមើលឃើញថាការប្រកាសធ្វើសង្គ្រាមរបស់នាយករដ្ឋមន្ត្រីថៃហើយមានប្រតិកម្មរបស់ប្រទេសនានានិងសហគមន៍អន្តរជាតិឆ្លុះបញ្ចាំងឲ្យឃើញថាថៃបានឈ្លានពានកម្ពុជាខ្ញុំយល់ឃើញថាបញ្ហាញត្តិឬក៏សេចក្តីថ្លែងការណ៍ពីប្រទេសនានាក៏ដូចជាមហាអំណាចផងដែរចំណុចទី1វាជាការបញ្ជាក់ផ្នែកការទូតមួយដែរថាថៃពិតជាបានធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាដោយមានភស្តុតាងប្រកបវិជ្ជាពីព្រោះនាយករដ្ឋមន្ត្រីខ្លួនបានប្រកាសសង្គ្រាមជាឯកតោភាគីមិនមែនកម្ពុជាឡំប៉ាទេអញ្ចឹងទាំងអស់នេះគឺមហាអំណាចក៏ដូចជាប្រទេសដែលបានចេញសេចក្តីថ្លែងការណ៍ឬក៏ញត្តិនេះបានទទួលស្គាល់ថាថៃពិតជាបានធ្វើសង្គ្រាមឈ្លានពានទឹកដីកម្ពុជាតាមរយៈសេចក្តីប្រកាសរបស់នាយករដ្ឋមន្ត្រីថៃតែម្ដងអានេះយើងជាផ្នែកការទូតដ៏សំខាន់មួយសម្រាប់ការប្រើប្រាស់ជាសេណារីយ៉ូការទូតក៏ដូចជាសេណារីយ៉ូនៃព័ត៌មានផងដែរបានបញ្ជាក់ច្បាស់អញ្ចឹងលោកបណ្ឌិតយ៉ងពៅគូសបញ្ជាក់ចំណុចយល់ឃើញទី2របស់លោកដោយស្នើឲ្យមហាអំណាចចាត់វិធានការមើងម៉ាត់ទៅលើថៃក្រោមមូលហេតុថៃបានបំពានគ្រប់បែបយ៉ាងរួមទាំងច្បាប់អន្តរជាតិចំណុចទី2ខ្ញុំយល់ឃើញថាលើសពីសេចក្តីថ្លែងការណ៍លើសពីឲ្យកម្ពុជានិងថៃអត់ធ្មត់ជាអតិបរមាមហាអំណាចត្រូវមានវិធានការមើងម៉ាត់ជាចាំបាច់ចំពោះថៃដែលក៏ឃ្លើនបំពានច្បាប់អន្តរជាតិហេតុអីបានត្រូវមានវិធានការមើងម៉ាត់ពីព្រោះប្រទេសថៃនេះប្រកាសដោយខ្លួនឯងថាធ្វើសង្គ្រាមឈ្លានពានកម្ពុជាប្រកាសសង្គ្រាមឯកតោភាគីដែលកម្ពុជាមិនបានប្រកាសទេកម្ពុជាគឺរក្សាអនុវត្តសេចក្តីប្រកាសរួមស្តីពីសន្តិភាពប៉ុន្តែនៅថ្ងៃទី9កម្ពុជាត្រូវបង្ខំចិត្តតដៃដើម្បីជាសិទ្ធិការពារខ្លួនដូច្នេះមហាអំណាចត្រូវមានវិធានការមើងម៉ាត់ជាដាច់ខាតចំពោះថៃដែលបំពានច្បាប់អន្តរជាតិបំពានសិទ្ធិសញ្ញាបារាំងសៀមបំពានធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានរួមនឹងបំពានសេចក្តីប្រកាសរួមស្តីពីសន្តិភាពចាស់រាជខាននៅទីក្រុងកាឡាលំពួរកន្លងទៅនេះដែលមានលោកដូណាល់ត្រាំនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមជាសាក្សីផងទៀតលោកអ៊ូច័ន្ទរតអតីតតំណាងរាស្ត្រអតីតគណៈបកសង្គ្រោះជាតិយល់ឃើញថានយោបាយថៃដែលរុញឲ្យមានចំនួនជានយោបាយប្រជាធិបតេយ្យកម្រិតទាបលោកអ៊ូច័ន្ទរតក៏មើលឃើញពីភាពរង្គោះរង្គើនៃសណ្ដាប់ធ្នាប់ពិភពលោកដែលបណ្ដាលឲ្យប្រទេសដែលមានអំណាចខាងយោធាធ្វើស្រេចតែចិត្តយើងដឹងហើយវិបត្តិទឹកជំនន់ក្តីអីក្តីត្រូវរងការស្ដីបន្ទោសនឹងពីប្រជាពលរដ្ឋថៃនឹងខ្លាំងណាស់
là hơi trâu tê rô vây mùi để ai thua ở miền cá chắp rầm làng vinh ở miền cá control làng vinh bị sầm nặng mà chặt nào bỏ thay nó thì bây khi mưa khơi rồi xaสันดับนอบปิภพโลก World Order นะวิมีนปัญหารุงกูรุงเกอรุลุเลิงหายหาโดยเชียฉบับอันตรชีนหนึ่งปีบะหนึ่งโยกมาปราปราดำใบมีนวิธีนกาอิจดามยังหาโดยจีมันมีนปฏินามวยกรุบเมืองมาเตขนมปัจจุบันนี้นะเราให้ถือเอาปฏิแต่มีนอำนาจโยธีนึงอาจจะถือไอ้โดยจัดครูนไอ้ให้ លោកពាន់ច័ន្ទលូតហៅប្រតិកម្មរបស់សហគមន៍អន្តរជាតិថាជាអន្តរាគមន៍ដែលមានប្រសិទ្ធភាពតិចតួចនិងរក្សានៅប្រយោជន៍របស់គេរៀងៗខ្លួន បើងាកមើលទៅលើការអន្តរាគមន៍របស់បណ្ដាអន្តរជាតិហាក់គ្រាន់តែបង្ហាញឲ្យឃើញពីសកម្មភាពមួយកុំឲ្យថាសហគមន៍អន្តរជាតិទាំងអស់នោះមានភាពស្ងប់ស្ងាត់និងមិនអើពើចំពោះបញ្ហាដែលកើតឡើង ដោយឡែកបើយើងវាតម្លៃទៅលើប្រសិទ្ធភាពវាមានតិចតួចមែនតែនដែលកម្ពុជាទទួលបានប្រយោជន៍ពីបណ្ដាសកម្មភាពទាំងអស់នោះការវាយប្រហារលើកទី1ក្តីការវាយប្រហារលើកទី2នេះដែលមានទំហំធំធេងក្តីយើងសង្កេតឃើញថាប្រតិកម្មរបស់សហគមន៍អន្តរជាតិគឺស្ថិតនៅក្នុងលក្ខណៈមួយដែលរក្សានៅផលប្រយោជន៍របស់ពួកគេហើយនឹងមិនហ៊ានថ្កោលទោសជាចំហចំពោះប្រទេសថៃដែលជាអ្នកបើកការឈ្លានពានមកលើកម្ពុជានោះទេ លោកបណ្ឌិតយ៉ងពៅយល់ឃើញបន្ថែមថាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអចិន្ត្រៃយ៍គួរកោះប្រជុំបន្ទាន់ជៀសវាងបណ្ដោយឲ្យថៃធ្វើស្រេចតែចិត្ត ចំណុចទី3ខ្ញុំគួរតែលើកទៅដល់ចំណុចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអចិន្ត្រៃយ៍គឺ UNSC គួរតែកោះប្រជុំបន្ទាន់ស្ដីពីបញ្ហានេះជៀសវាងទុកបញ្ហានេះឲ្យប្រទេសថៃកាន់តែមានភាពកក្លឿនក្នុងការបំផ្លាញសម្ដាប់ធ្នាប់ពិភពលោកហើយអាចធ្វើឲ្យរង្គោះរង្គើបញ្ហាតំបន់ឈានទៅដល់វិបត្តិភូមិសាស្ត្រនយោបាយនិងវិបត្តិមនុស្សធម៌ពីព្រោះកម្ពុជាមិនអាចជាប្រទេសមិនអាចជារដ្ឋអធិបតេយ្យមួយបណ្ដោយឲ្យប្រទេសក្បែរខាងធ្វើការឈ្លានពានសម្រាប់ជនស៊ីវិលបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងដែនអធិបតេយ្យរបស់ខ្លួនទេត្រូវប្រើសិទ្ធិការពារខ្លួនជាដាច់ខាតអញ្ចឹងហើយវានាំឲ្យមានការអូសបន្លាយស្ថានភាពនៃចំនួនស្ថានភាពនៃសង្គ្រាមបំផ្លាញអាយុជីវិតជនស៊ីវិលបន្ថែមទៀត លោកអ៊ូច័ន្ទរតបន្តថាជារឿងដ៏ខុសឆ្គងដែលថៃចម្លងពីសង្គ្រាមរុស្ស៊ីអ៊ុយក្រែនដែលបញ្ហានេះលោកជឿថាអន្តរជាតិអាចដាក់សម្ពាធបានខ្លះទៅលើការបង្កហេតុរបស់ថៃ ចំពោះសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិខ្លួនឯងនៅមានលទ្ធភាពខ្លះក្នុងការដាក់សម្ពាធទៅលើប្រទេសថៃនឹងរួមទាំង economic sanction អីជាដើមណាដាក់សម្ពាធសេដ្ឋកិច្ចអីជាដើមអញ្ចឹងទៅទោះបីយ៉ាងណាក៏ធ្វើឲ្យថៃនឹងមិនអាចបន្តសង្គ្រាមបានយូរអញ្ចឹងណាបើទោះជាមានឆន្ទៈចង់តែធ្វើសង្គ្រាមក៏ដោយប៉ុន្តែបើសិនជាមានសម្ពាធច្រើនទាំងសេដ្ឋកិច្ចទាំងនយោបាយហើយ isolate ប្រទេសនឹងទៅខ្ញុំគិតថាអាចធ្វើឲ្យថៃពិចារណាឡើងវិញហើយអាចគិតពីការខាតបង់នឹងទៅអនាគតនឹងច្រើន លោកវ៉ាន់ច័ន្ទលូតបញ្ជាក់ថាកម្ពុជាត្រូវតែប្រយុទ្ធដោយខ្លួនឯងដោយសារកង្វះអន្តរាគមន៍និងជៀសវាងការរំពឹងខ្ពស់ទៅលើអន្តរាគមន៍ពីសំណាក់អន្តរជាតិ កង្វះការអន្តរាគមន៍និងការដើរតួនាទីជាប៉ូលីសយុទ្ធធរអន្តរជាតិស្ដែងឲ្យឃើញថាកម្ពុជាចាំបាច់ត្រូវតែប្រឹងប្រែងប្រយុទ្ធដោយខ្លួនឯងដើម្បីទទួលបាននៅអ្វីដែលហៅថាជាការផ្ដល់យុទ្ធធម៌សម្រាប់កម្ពុជាក្នុងនាមជាប្រទេសរងគ្រោះពីការឈ្លានពានផងនិងប្រយុទ្ធដើម្បីគេចចេញពីការប្រមាថពីសំណាក់ប្រទេសឈ្លានពានមកកាន់ខ្លួនផងដូច្នេះការរំពឹងខ្ពស់ពេកទៅលើអន្តរជាតិថានឹងមកចូលអន្តរាគមន៍ជួយនិងផ្ដល់យុទ្ធធម៌សម្រាប់កម្ពុជាវាមិនខុសអ្វីពីការកាប់បំពង់រងចាំទឹកភ្លៀងនៃរដូវប្រាំងនោះទេ លោកបណ្ឌិតយ៉ងពៅបញ្ចប់ចំណុចយល់ឃើញទី 4 របស់លោកតាក់ទងទៅនឹងតួនាទីរបស់អាស៊ាននៅក្នុងចំនួនកម្ពុជាថៃ ចំណុចទី4យើងគួរត្រូវនិយាយដល់ចំណុចអាស៊ានគ
គួរតែជាចំណុចស្នូលនៃកលឹះក្នុងការដោះស្រាយដែលបន្តដំណើរដែលមានសេណារីយ៉ូហើយស្រេចអញ្ចឹងអាស៊ានគួរតែបញ្ជូន AOT ពិនិត្យជាក់ស្ដែងទាន់ពេលវេលានិងឲ្យមាននិរន្តរភាពទៅលើបញ្ហាហ្នឹងបាទផ្ទៀងផ្ទាត់ពីព្រោះ AOT និង IOT កន្លងទៅបានពិនិត្យហើយថាកន្លែងណាថៃឈ្លានពានថ្មីកន្លែងណាថៃបំផ្លាញថ្មីពីព្រោះខ្លួនបានមានរបាយការណ៍ពិនិត្យលើកមុនហើយមានអាចផ្ទៀងផ្ទាត់គ្នាបានបាទហើយរដ្ឋសមាជិកអាស៊ានគួរតែមានញត្តិស្ដីបន្ទោសឬព្រមានឬក៏អាចញត្តិដើម្បីដាក់ឲ្យព្យួរនៅសមាជិកភាពរបស់ប្រទេសថៃផងដែរបើទោះជាធម្មនុញ្ញអាស៊ានមិនបានចែងនៅចំណុចនេះក៏ដោយក៏ប៉ុន្តែថៃបានធ្វើឲ្យខូចខាតសណ្ដាប់ធ្នាប់អាស៊ានធ្វើឲ្យបាត់ទំនុកចិត្តនៅក្នុងអាស៊ានដែលជាអង្គការតំបន់ស្នូលមួយរបស់ពិភពលោកនៅអាស៊ីប៉ាស៊ីហ្វិកនេះលោកអ៊ូច័ន្ទរតក៏រំលឹកពីតួនាទីរបស់អាស៊ានផងដែរធ្វើយ៉ាងណាឲ្យសកម្មនៅក្នុងជំលោះរវាងខ្មែរនិងថៃអាស៊ានខ្លួនឯងជាពិសេសសមាជិកដទៃទៀតអីហ្នឹងក៏ត្រូវតែធ្វើកិច្ចការនឹងដែរត្រូវតែចូលរួមជំរុញដើម្បីបញ្ឈប់សង្គ្រាមនឹងដែរកន្លងមកនេះហាក់ដូចជាមិនទាន់មានការប្រឹងប្រែងអីធំដុំនៅឡើយហើយកម្ពុជាខ្លួនឯងត្រូវតែប្រឹងប្រែងឲ្យអស់លទ្ធភាពមែនទែនក្នុងការដាក់បណ្ដឹងប្រើប្រាស់យន្តការច្បាប់រួមទាំងវិធានការការទូតផ្សេងហ្នឹងទៅ UN ក្តីទៅប្រទេសមហាអំណាចក្តីទៅសហគមន៍អន្តរជាតិរួមទាំងអាស៊ានខ្លួនឯងនឹងក្តីហើយមិនត្រូវមានភាពឃ្លីងឃ្លោងដោយសារនិន្នាការអីទេមែនតើណាកុំគិតថាត្រូវតែខ្លាចពាក់ព័ន្ធនឹងលោកសេរីពាក់ព័ន្ធនឹងកុម្មុយនីសឬប្រទេសផ្ដាច់ការអីយើងមិនខ្វល់ទេអ្វីដែលយើងខ្វល់គឺយើងប្រើប្រាស់ឲ្យអស់លទ្ធភាពដើម្បីសុខសន្តិភាពដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួននោះបាទ